ដូច្នេះក្រុមការងារយើងមានការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋដែលគាត់ទៅទស្សនាកំសាន្តនៅឯសួនផ្កាស្បៃរឿងសូមតាមដានការលើកឡើងរបស់ពួកគាត់ទាំងអស់គ្នាចា៎ពួកខាងរបស់ពួកយើងទាំងអស់គ្នាគឺមកពីខាងមនសិការពលរដ្ឋល្អស្ដារតំណាងឲ្យវិទ្យាល័យប្រសេះអនុពេលពួកយើងទាំងអស់គ្នាទាំងអ្នកគ្រូនេះនិងសិស្សានុសិស្សទាំងអស់គ្នាមកទីនេះពួកយើងមានអារម្មណ៍ថាស្រស់ស្រាយតែផ្លាច់ភ្នែកព្រោះថាខេត្តកំពង់ចាមយើងឥឡូវកំពុងតែមានការផ្ទុះខ្លាំងដែលជាមួយនឹងការស្បៃរឿងដ៏ស្រស់ស្អាតទាំងអស់នេះចាជម្រាបប្រសាលោកពូនាងខ្ញុំឈ្មោះឈៀនស្រីនិតមកពីសាលាវិទ្យាល័យព្រះសីហនុនៅពេលដែលខ្ញុំមកទីនេះគឺខ្ញុំឃើញថាទេសភាពនៅទីនេះស្អាតប្លែកហើយមួយទៀតគឺមានទឹកទន្លេនៅជុំវិញហ្នឹងខ្យល់ត្រជាក់ខ្លាំងមែនតើខ្ញុំចូលចិត្តទេសភាពហ្នឹងហើយខ្ញុំគិតថារដ្ឋាភិបាលយើងគឺពិតជាមានការយកចិត្តទុកដាក់នៅក្នុងការពង្រីកវិស័យទេសចរយើងមើលទៅគួរឲ្យតាក់ទាញអារម្មណ៍ខ្លាំងមែនតើចាខ្ញុំមកពីខេត្តកំពង់ចាមហ្នឹងដែរហើយខ្ញុំឈ្មោះលីលីចំណាប់អារម្មណ៍ខ្ញុំពិតជាសប្បាយចិត្តមែនតើហើយពីស្អាតមែនតើនៅពេលដែលឃើញផ្កាស្បៃរឿងធ្វើពេញទៅដោយពណ៌លឿងអញ្ចឹងណាបងកតាជូបើទៅមកជាលើកទីម៉ានខ្ញុំទៅលើកទី1បងចាទៅលើកទី1ទៅហើយមើលទៅទិដ្ឋភាពមើលទៅដូចប្លែកជាងមើលពីមុនមកមានស្ថានភាពបែបម៉េចពីមុនមកគឺអត់ទាន់មាននឹងរសាស្មៅអញ្ចឹងណាបងឥឡូវគេអភិរក្សបានដាំជាមួយផ្កាស្បៃរឿងទៅវាកាន់ធ្វើឲ្យសពភាពកាន់ស្អាតអញ្ចឹងណាបងណៃទៅមកដល់មិញដែរបាទហើយទិដ្ឋភាពមើលទៅយ៉ាងម៉េចដែរស្អាតប្លែកជាងមុនឃើញសត្វស្មៅអញ្ចឹងនៅម្ដុំហ្នឹងអរគុណដល់អភិបាលខេត្តដែលបានដាំដើមផ្កាស្បៃរឿងស្អាតឲ្យអ្នកមកលេងបានច្រើនពីមុនបាននៅកន្លែងហ្នឹងមានព្រៃមានអីចឹងតែឥឡូវគេអាប់ដេតធ្វើផ្កាហ្នឹងស្អាតទៅមានភ្ញៀវមកលេងច្រើនចឹងហើយចុះបងមានអារម្មណ៍មិនដែរវាដល់ស្បែកចិត្តចាសូមជំរាបសួរម្ដងទៀតនាងខ្ញុំឈ្មោះខៀមអមរានាងខ្ញុំគឺជាគ្រូបង្រៀននៅក្នុងវិទ្យាល័យប្រសេនុហើយដែលនាងខ្ញុំបង្រៀនក្រុមក្មេងៗទាំងអស់នេះគេឲ្យមានឈ្មោះថាមនសិការពលរដ្ឋល្អចាដែលក្រុមមនសិការពលរដ្ឋល្អនេះគឺជាការងាររបស់សហការជាមួយនឹងក្រសួងអប់រំជាមួយនឹងសសយកចាទៅថ្នាក់ទូទាំងប្រទេសហើយដែលគោលដៅរបស់មនសិការពលរដ្ឋល្អហ្នឹងគឺសម្រាប់អប់រំក្មេងៗយុវវ័យនឹងឲ្យគេថាមានគោលដៅជីវិតនៅក្នុងអនាគតរបស់ពួកគេរហូតដល់គេរៀនដល់ចប់មហាវិទ្យាល័យនោះចាហើយថ្ងៃនេះដោយសារពួកខ្ញុំរៀនចប់នៅក្នុងមេរៀនអញ្ចឹងក៏គេថាមាន viral ខ្លាំងមែនទែនសម្រាប់ខេត្តកំពង់ចាមយើងដែលបានមានការគេថាបន្ថែមនៅសម្រស់របស់ខេត្តកំពង់ចាមទៅគឺការស្បៃរឿងរហូតដល់ជាង 40000 ដើមហ្នឹងតាមអ្វីដែលនាងខ្ញុំបានដឹងហើយនាងខ្ញុំមិនដែលបានដឹកនាំសិស្សមកទេហើយដោយសារថាវាស្អាតខ្លាំងនាងខ្ញុំមកជាលក្ខណៈគ្រួសារហើយម្ដងហើយដល់ពេលអញ្ចឹងដោយសារកូនសិស្សខ្ញុំត្រូវនាំមកគាត់បានស្គាល់ធម្មជាតិទាំងអស់អ្វីដែលខាងខេត្តបានយកចិត្តទុកដាក់បន្ទាប់ពីយើងធ្វើសង្គ្រាមផ្ទុះកន្លងមករហូតដល់យើងជាប់ដល់ចំណាត់ថ្នាក់ល្អហ្នឹងគឺយើងត្រូវនាំសិស្សរបស់វាមើលអញ្ចឹងទៀតដើម្បីពួកគាត់បានស្គាល់ថាអ្វីដែលខេត្តយកចិត្តទុកដាក់ហើយឲ្យពួកគាត់បានចាប់អារម្មណ៍ហើយនឹងពួកគាត់ថាមានការចូលរួមក្នុងការអភិវឌ្ឍរបស់ខេត្តយើងបន្តទៀតដើម្បីយើងយកជ័យជំនះនៅក្នុងការប្រកួតប្រជែងនៅក្នុងភាពជាមនសិការពលរដ្ឋល្អចាសូមអរគុណខ្ញុំមកពីស្រុកជាងព្រៃនៅឃុំសទឹកភូមិស្គុនខ្ញុំមកកំពង់ចាមមកមើលសួនច្បារស្បៃរឿងនៅខេត្តកំពង់ចាមពិតជាល្អអភិបាលខេត្តក៏រៀបចំកន្លែងជាសួនផ្កាដើម្បីឲ្យប្រជាពលរដ្ឋមកដើរកម្សាន្តថតរូបជាអនុស្សាវរីយ៍មើលទៅថាស្រស់បោះប្រងល្អអញ្ចឹងណាចាមើលមកស្អាតចង់ទៅមកទៀតចឹងហើយកន្លងមកធ្លាប់ជួបទិដ្ឋភាពដូចថាផ្កាស្បៃរឿងខ្ទង់មើលដើមអញ្ចឹងដូចអត់ដែលធ្លាប់មានទេមានការជួបរត់មួយខាងត្រួយខាងនោះអញ្ចឹងណាឥឡូវទំឃើញអាបាគាត់រៀបចំសួនជាសាធារណៈជូនប្រជាពលរដ្ឋយើងគាត់ដើរកម្សាន្តសម្រាប់ពីការងារអីមានរកស៊ីអីចឹងគាត់មករំហែកកាយទៅនៅក្បែរមាត់ទន្លេផងដូចមានអារម្មណ៍ស្រស់ស្រាយអីចឹងណាមានខ្យល់បរិយាកាសពីមាត់ទន្លេមកយើងទៅជាក់ទៀតមើលទៅដូចថាវាការងារហត់នឿយពីថ្ងៃអីអញ្ចឹងយើងមកដើរកម្សាន្តទៅដូចជាវាបាត់ទុកបង្កល់អីដែលយើងមានណាយើងហត់នឿយពីថ្ងៃអីចឹងណា
ចានេះគឺជាការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋឥឡូវនេះយើងស្ដាប់ការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋដែលគាត់ទៅលេងនៅសួនផ្កាស្បៃរឿងនេះហើយឥឡូវយើងមកចង់ដឹងអ្វីដែលជាសេចក្តីរាយការណ៍បន្ថែមពីលោកហៀងថាចនៅឯទីតាំងផ្ទាល់ជួយជម្រាបបានទេថាទស្សនវិជ្ជានៅទីតាំងបែបណាហើយស្ថិតនៅទីតាំងណាដែរនៃខេត្តកំពង់ចាមចាបាទសូមជម្រាបជូនផងដែរថាសម្រាប់ទីតាំងសួនផ្កាស្បៃរឿងនេះគឺថាស្ថិតនៅមាត់ទន្លេនៃក្រុងកំពង់ចាមជាក់ស្ដែងគឺថាខាងក្រៅខ្នងខ្ញុំបាននេះគឺចំពីក្រមស្ពានគីសូណានៃក្រុងកំពង់ចាមតែម្ដងហើយបើយោងតាមលោកលីសវណ្ណដែលជាអភិបាលក្រុងកំពង់ចាមគាត់បានបញ្ជាក់ហើយពាក់ព័ន្ធទៅនឹងសួនច្បារស្បៃរឿងនេះគឺមានគំនិតព្រួយផ្ដើមពីអាដាមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមហើយការដាំផ្កាសួនផ្កាទាំងអស់នេះគឺដើម្បីចូលរួមในការលើកសម្រស់ក្រុងផងហើយជាការតាក់ទាញរបស់ភ្ញៀវទេសចរទាំងចិត្តទាំងឆ្ងាយហើយជាក់ស្ដែងលោកអភិបាលក្រុងក៏គាត់បានបញ្ជាក់ដែរគឺថាមានភ្ញៀវទេសចរមកជាហូរហែទាំងនៅក្នុងខេត្តទាំងនៅតាមបណ្ដាស្រុកហើយក៏ដូចជាខេត្តត្បូងឃ្មុំជាប់នេះហ្នឹងហើយនឹងនៅខេត្តផ្សេងក៏បានមកចូលរួមទស្សនានៅសួនផ្កាស្បៃរឿងនេះហើយយើងឃើញថាប្រជាពលរដ្ឋគឺថាមានភាពសប្បាយរីកគាត់អត់ដែលជួបទេចំពោះផ្កាស្បៃរឿងដែលមានច្រើនដូចនេះហើយមួយទៀតលោកលីសវណ្ណដែលជាអភិបាលក្រុងកំពង់ចាមក៏គាត់បានបញ្ជាក់ដែរចំនួនផ្កាដែលបានធ្វើការដាំដុះនេះគឺចាប់ផ្ដើមនៅដើមខែមីនាឆ្នាំ2025នេះហើយចំនួនដើមប្រមាណជាខ្ទង់5ទៅ60000ដើមសម្រាប់ភ្ញៀវទេសចរដែលអាចមកទស្សនាផ្ដិតយករូបភាពថតអ្នកខ្លះទៅមកពេលព្រឹកខ្លះមកពេលថ្ងៃខ្លះទៅក៏មកពេលរសៀលឬក៏ល្ងាចទៅតាមពេលវេលាដែលគាត់មានពេលទំនេរមកទស្សនាកំសាន្តនៅពេលនេះហើយកន្លងមកអ្នកទស្សនាក៏គាត់បានបញ្ជាក់ដែរគាត់ធ្លាប់តែថតដើមផ្កាគេហៅផ្កាឈូករ័ត្នប៉ុន្តែពេលនេះគឺថាជួបនៅសួនផ្កាស្បៃរឿងក្រុងកំពង់ចាមដែលមានប្រជាពលរដ្ឋមិនថាប្រជាពលរដ្ឋរួមទាំងព្រះសង្ឃផងក៏បាននិមន្តនិងអញ្ជើញមកផ្ដិតយករូបភាពនេះផងដែរហើយក្នុងនោះដែរគឺថាមានភាពតាក់ទាញខ្លាំងសម្រាប់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះបាទចាហើយសង្ឃឹមថាតើពេលថ្ងៃបន្តទៀតតើសួនផ្កាស្បៃរឿងដ៏ស្រស់ស្អាតនេះនឹងនាំភ្ញៀវទេសចរមកកាន់ខេត្តកំពង់ចាមយ៉ាងណាខ្លះដែរចាបាទយើងសង្ឃឹមថាសួនផ្កាស្បៃរឿងនេះគឺថានឹងមានភាពតាក់ទាញបន្ថែមទៀតទៅដល់បងប្អូនប្រជាពលរដ្ឋហើយក្នុងនោះដែរប្រជាពលរដ្ឋដែលមកទស្សនាកំសាន្តហ្នឹងគាត់បានសម្ដែងដោយអ្វីដែលគាត់បានលើកឡើងហើយក្នុងនោះគាត់ក៏បានបញ្ជាក់បន្ថែមដែរគាត់សូមឲ្យថាមួយឆ្នាំក្រោយអញ្ចឹងទៅបន្ថែមនៅផ្កាគេហៅផ្កាផ្សេងអញ្ចឹងបន្ថែមទៅឲ្យមានសម្រស់កាន់តែស្អាតហើយនឹងមានភាពតាក់ទាញហើយក្នុងដែរក្នុងការដំណើរកំសាន្តនេះឃើញឥឡូវនេះគឺថាមានបងប្អូនប្រជាពលរដ្ឋមកច្រើនហើយទីតាំងដែលខ្ញុំចូលនេះគឺថាកន្លែងរៀងស្ងាត់បន្តិចព្រោះថាដើម្បីជៀសវាងការរំខានពីសំឡេងអីផ្សេងអញ្ចឹងទៅហើយក្នុងនោះដែរយើងឃើញថាយុវវ័យគឺថាបានមកទស្សនាច្រើនជាងគេហើយក្នុងនោះដែរគឺថាមានការរៀបចំទុកដាក់ម៉ូតូអីផ្សេងឃើញមានកម្លាំងប្រជាការពារក៏ដូចបងប្អូនប៉ូលីសហ្នឹងគឺថាគាត់បានមកយាមទៅនឹងយានជំនិះរបស់បងប្អូនជាពលរដ្ឋហើយនៅខាងមុខស្ដាំដៃរបស់ខ្ញុំបាននេះគឺថាអាជ្ញាធរខេត្តក៏ដូចអាជ្ញាធរក្រុងបានរៀបចំចណ្ដាលសម្រាប់ចុះមកកន្លែងទៀតគឺថាមាន2-3កន្លែងមកហើយគឺថាមកកន្លែងទៀតដើម្បីសម្រួលយ៉ាងណាឲ្យបងប្អូនជាពលរដ្ឋយើងបានចូលមកទស្សនាកំសាន្តឲ្យបានលឿនឲ្យបានល្អបាទចាតាមរយៈរូបភាពនេះខ្ញុំឃើញហើយគឺស្រស់ស្អាតមែនទែនចូលតម្រាំតែលោកហៀងថាចដែលនៅផ្ទាល់ទៀតហ្នឹងដឹងថា selfie បានប្រហែលប៉ុស្តិ៍ហើយទេពីព្រោះថាឃើញបងប្អូនដែលគាត់ទៅលេងកំសាន្តហ្នឹងគឺគាត់ថតរូបគ្រប់គ្នាតែម្ដងហើយនេះខ្ញុំក៏សង្ឃឹមថាពេលទំនេរណាមួយក៏នឹងទៅលេងទឹកដីខេត្តកំពង់ចាមជាពិសេសសួនផ្កាស្បៃរឿងដែលមិនធ្លាប់មានពីមុនមកនៅក្នុងខេត្តកំពង់ចាមដូច្នេះលោកហៀងថាចមានអ្វីបន្ថែមជុំវិញសេចក្តីរាយការណ៍នេះពេលនេះចាបាទយើងឃើញថានេះជាគំនិតព្រួយផ្ដើមមួយរបស់អាដាមអភិបាលខេត្តកំពង់ចាមហើយក្នុងនោះដែរបើយើងនិយាយពីក្របខ័ណ្ឌខេត្តកំពង់ចាមគឺថាមាន
តំបន់សួនផ្កាទៅតាមប្រភេទច្រើនតទៅទៀតមិនមែនថាសួនផ្កាស្បៃរឿងនេះទេគឺថាសួនផ្កានេះគឺជាសួនផ្កាចុងក្រោយហើយនឹងមានសួនផ្កាបន្តទៀតប៉ុន្តែបច្ចុប្បន្នកន្លងមកគឺថាមានសួនផ្កាគេហៅថាសួនផ្កាកង្កោកតំបន់ផ្កាកង្កោកតំបន់ផ្កាសាឡាវជូរតំបន់ផ្កាលឿងរាជតំបន់ផ្កាតបែកព្រៃអីផ្សេងគឺថាមានទិដ្ឋភាពស្អាតមែនទែននៅក្នុងក្រុងកំពង់ចាមអញ្ចឹងហើយទិដ្ឋភាពទាំងអស់នេះគឺជាការចូលរួមលើកកម្ពស់ភ័ណ្ឌភាពក្រុងកំពង់ចាមនិងតាក់ទាញភ្ញៀវទេសចរឲ្យពេលណាដែលមានភ្ញៀវទេសចរមកទស្សនាកំសាន្តច្រើននៅក្នុងក្រុងគឺថាប្រជាពលរដ្ឋម្នាក់គាត់ថាយ៉ាងហោចណាស់ក៏គាត់ទិញទឹកសុទ្ធមួយដបឬក៏ញ៉ាំសាច់គោនំប៉័ងមួយកណាត់នៅក្នុងក្រុងយើងហ្នឹងទៅធ្វើឲ្យកំណើននៅសេដ្ឋកិច្ចនៅក្នុងក្រុងក្នុងខេត្តហ្នឹងមានការអភិវឌ្ឍនិងរីកចម្រើនបន្តទៀតអញ្ចឹងសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋដែលបានមកទស្សនាកំសាន្តនៅទីនេះទី1រក្សាសុវត្ថិភាពស្ដាប់ធ្នាប់ហើយជួយថែរក្សាចំពោះផ្កាកុំផ្កាយផ្សេងកុំឲ្យមានការបាក់ហើយការទុកដាក់សម្រាមដែលបងប្អូនយកមកហ្នឹងគឺថាទុកដាក់ពេលកាន់មកគឺថាកុំភ្លេចកាន់យកទៅវិញផងដើម្បីចូលរួមនៅសម្អាតបរិស្ថានទាំងអស់គ្នាបាទចាសូមអរគុណលោកហេងថាចហើយយើងនឹងជួបគ្នានៅសេចក្តីរាយការណ៍បន្តសូមជម្រាបលាចាអរគុណទស្សនិកជនជាទីគោរពវគ្គនេះសូមពេលវេលាសម្រាប់បន្តិចសិន